សួស្តីអ្នករៀនភាសាអង់គ្លេសទាំងអស់គ្នាសម្រាប់ថ្ងៃនេះយើងតមេរៀនទៀតទាក់ទងជាមួយពាក្យហើយនិងប្រយោគភាសាអង់គ្លេសអញ្ចឹងណាពាក្យនេះយើងអានថា gorilla កងទ័ពឆ្លូបតោះនេះហ្នឹងហើយអញ្ចឹងកងទ័ពឆ្លូបហ្នឹងមិនមែនសំដៅលើឆ្កែទេអានេះលោកគ្រូដាក់តំណាងណាហ្នឹងហើយតោះណាហ្នឹងហើយ gorilla warfare is hard to fight សង្គ្រាមតោះនេះសង្គ្រាមឆ្លូបគឺពិបាកប្រយុទ្ធណាស់ដោយសង្គ្រាមវៀតណាមជាមួយអាមេរិកអញ្ចឹងណាហ្នឹងហើយលក្ខណៈថាវៀតណាមវាយពួនណាហ្នឹងហើយរត់ឃើញធ្វើរូងក្រុមដីអូនិយាយទៅពិបាកវាយតោះនេះហ្នឹងហើយរត់មកប្រទេសយើងទៀតតោះនេះហ្នឹងហើយតន់ឡើងហ្នឹងណាហ្នឹងហើយអញ្ចឹង he joined a guerrilla group គាត់បានចូលរួមក្នុងក្រុមកងទ័ពឆ្លូបតោះនេះ guerrilla tactics are effective តោះនេះមិនទៀវណា ចេះណាហ្នឹងហើយ guerrilla មិនហើយក៏មិន tactic ដែរ tactics មានខ្យល់ s តិចមក are effective យុទ្ធសាស្ត្រឆ្លូបគឺមានប្រសិទ្ធភាពអានេះហ្នឹងហើយមានន័យថាម៉េចមានន័យថាសត្រូវរកយើងអត់ឃើញអញ្ចឹងណាហ្នឹងហើយយើងពួនរហូតអានេះហ្នឹងហើយអញ្ចឹងប៉ុណ្្នឹងហើយសម្រាប់មេរៀនមួយនេះហើយចង់រៀនភាសាអង់គ្លេសជាមួយគ្រូតាមអនឡាញអាចទៅតាម Telegram របស់ @english with Campbell និងគេខាង Telegram នេះហើយទៅតាមសួរព័ត៌មានតើ right so bye bye